ៀមខ្មែរស្រោចដីព្រំដែនខ្ញុំសែងខ្លោចផ្សារពីបានឃើញតុងវើនេះពួរថ្មិលវាតាមជ្រៀងពៀនដូចជាសត្វឆ្លើងឈាមខ្មែរដែលស្រង់ស្រោចក្លាហានតស៊ូនឹងចុងកំភ្លើឈាមពណ៌ក្រហមឆ្អៅការពារកូនចៅនឹងជាតិយកសេចក្តីស្លាប់មានណាមិនរអាតែអ្វីដែលឈឺចាប់ជាងស្លាប់បើបាត់ដីខេមរាផ្ទះសំបែងយើងត្រូវព្រួតដោយទឹកនេត្រាពួរចោចិនរិជាវាមិនមេត្តាដល់យើងទេខ្ញុំលើកដៃសំពះអរគុណដល់វីរភាពអ្នកស្នេហាជាទូដឹងថាគ្រោះថ្នាក់យ៉ាងណាក៏នៅតែខ្លាំងមិនខ្លាចសម្ពាធដើម្បីជាតិសាសនាព្រំដែននឹងទឹកដីជីវិតទុកមួយឡែកមិនញញើដាក់ខ្មាំងចង្រៃទង្វើអ្នកគឺជាគំរូឲ្យដកក្នុងខូនៃឈាមខ្មែរតតាំងកុំចាត់អពុសត្រូវមិនមែនឆ្លុះតែគ្នាឯងទេកុំបានតែខ្លាំងដាក់ខ្មែរហើយអនក៏ដាក់សះគេទង្វើនេះវាថោគឺថោកាត់ថ្លៃមិនបានទេឈាមខ្មែរស្រោចដីព្រំដែនខ្ញុំសែងខ្លោចផ្សារពីបានឃើញតុងវើនេះពួរថ្មិលវាតាមជ្រៀងពៀនដូចជាសត្វឆ្លើងឈាមខ្មែរដែលស្រង់ស្រោចក្លាហានតស៊ូនឹងចុងកំភ្លើងឈាមពណ៌ក្រហមឆ្អៅការពារកូនចៅនឹងជាតិយើងឈាមយើងជាខ្មែរលះបង់ដើម្បីខ្មែរផលិនផលអាពុងចោយើងមិនគូប្រើទេគាំទ្រទិញពួយដូចជាសម្លាប់ខ្មែរពួយយើងមិនមែនឆ្កែដែលគេធ្វើបាបមិនចេះចាំហើយ1000ដូចជាកំភ្លើង10000ដូចយន្តហោះទុំលះក្របខ្មែរត្រូវតែចាំខ្មែរត្រូវតែកិនកុំធ្វើដូចជាសារសំណួរពីពួរអាសៀមនឹងយួនវាចាំតែមើងងាយបើខ្មែរទុនជ្រាយពូវាចាំតែរាធៈទុនឲ្យល្មើមហើយខ្មែរឈុំលងប្រយោជន៍តិចតួចដែលគេឲ្យហើយសៅដាយើងអ្នកថ្លៃធ្នូមិនមែនជាជនថោកទាបឡើយបើខ្មែររួបរួមសាមគ្គីនឹងខ្លាំងមិនខានឡើយសង្ឃឹមដល់ថ្ងៃមួយខ្មែរអាចកម្ចាត់អ្វីជាមាននៅក្នុងប្រទេស